បាទសួស្តីបងប្អូនទាំងអស់គ្នាយើងមកបន្តពាក់ព័ន្ធជាមួយនឹងការរៀនសូត្រច្បាប់សារពើពន្ធបន្តទៀតលើកមុនយើងដល់ជំពូកទី4ណាបានបញ្ចប់ជំពូកទី4និយាយពីអក្សរលើតម្លៃបន្ថែមអញ្ចឹងថ្ងៃនេះយើងមកបន្តជំពូកទី5ពាក់ព័ន្ធជាមួយនឹងអក្សរពិសេសបាទអញ្ចឹងមុននឹងចាប់ផ្ដើមខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាជួយ Subscribe Channel ដើម្បីទទួលបាននៅវីដេអូថ្មីៗក៏ដូចជាការបច្ចុប្បន្នភាពនៃច្បាប់និងបទបញ្ញត្តិស្ដីពីពន្ធដារកម្ពុជាទាំងអស់គ្នាបាទអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំសូមចាប់ផ្ដើមតែម្ដងអញ្ចឹងមាត្រា85កម្មវត្ថុនៃអក្សរអញ្ចឹងអក្សរពិសេសត្រូវបានអនុវត្តលើទំនិញឬក៏សេវាមួយចំនួនដែលមានលក្ខណៈប្រណិតឬមិនមែនជាតម្រូវការចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃឬក៏ប៉ះពាល់ដល់សុខភាពសង្គមនិងបរិស្ថានបាទអញ្ចឹងអក្សរពិសេសនេះគេយកចំពោះតែទំនិញណាយើងទៅមើល keyword ទំនិញឬក៏សេវាដែលមានលក្ខណៈប្រណិតហ្នឹងបានន័យថាម៉េចបើសិនជាយើងមិនប្រើផលិតផលឬក៏សេវាហ្នឹងក៏វាអត់មានអី affect ដល់ការរស់នៅរបស់យើងដែរមួយទៀតគឺមិនមែនជាតម្រូវការចាំបាច់ណាមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃឬក៏ប៉ះពាល់ដល់សុខភាពសង្គមបរិស្ថានហើយខ្លះឧទាហរណ៍ថាស្រាបៀរវាប៉ះពាល់ដល់សុខភាពអញ្ចឹងអក្សរពិសេសគឺត្រូវយកលើស្រាបៀរបរិយគឺប៉ះពាល់ដល់សុខភាពអញ្ចឹងគឺត្រូវយកលើបរិយដែរមួយទៀតសេវាមានអីគេឧទាហរណ៍ថាសេវាលំហែកំសាន្តណាសេវារាំងកាសាលចុះអញ្ចឹងសួរថាសេវាហ្នឹងវាចាំបាច់សម្រាប់ការរស់នៅអត់ទេអញ្ចឹងបានរដ្ឋាភិបាលគឺដាក់យកអក្សរពិសេសទៅលើសេវាមួយហ្នឹងណាសេវាមួយហ្នឹងដោយសារវាមិនមានលក្ខណៈចាំបាច់អញ្ចឹងវិសាលភាពណាមាត្រា86និយាយពីវិសាលភាពនៃអក្សរពិសេសអនុវត្តលើការនាំចូលការផលិតការចែកចាយទំនិញឬក៏ការផ្គត់ផ្គង់សេវាដែលជាប់អក្សរពិសេសសម្រាប់ប្រើប្រាស់នៅប្រជាណាចក្រកម្ពុជាអញ្ចឹងបានន័យថាអក្សរពិសេសនេះគឺយកទៅលើតែទំនិញឬក៏សេវាដែលមានការផ្គត់ផ្គង់និងប្រើប្រាស់នៅក្នុងប្រជាណាចក្រកម្ពុជាក្នុងន័យនេះឧទាហរណ៍ថាយើងនាំចូលពីក្រៅប្រទេសមកនាំចូលស្រាបៀរឧទាហរណ៍ស្រាបៀរឬក៏បរិយនាំចូលមកកម្ពុជាគឺត្រូវជាប់អក្សរពិសេសក៏ប៉ុន្តែបើយើងនាំចេញទៅវិញអត់ជាប់អក្សរពិសេសទេអញ្ចឹងកន្លែងនេះបើន័យថាយកពេលនាំចូលយើងយកមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាតែបើនាំចេញយើងមិនមែនប្រើនៅកម្ពុជាទេប្រើនៅប្រទេសផ្សេងអញ្ចឹងយន្តការនៃអក្សរពិសេសគឺអនុវត្តដោយប្រទេសផ្សេងតែប្រទេសយើងគឺយកសម្រាប់តែការប្រើប្រាស់នៅក្នុងកម្ពុជាតែប៉ុណ្ណោះមាត្រា87គឺនិយាយអំពីនិយមន័យអញ្ចឹងវគ្គស័ព្ទសំខាន់ដែលប្រើក្នុងជំពូកនេះត្រូវបានកំណត់និយមន័យដូចខាងក្រោមបុគ្គលជាប់អក្សរពិសេសសំដៅដល់អ្នកនាំចូលអ្នកផលិតទំនិញឬអ្នកផ្ដល់អ្នកផ្គត់ផ្គង់សេវាជាប់អក្សរពិសេសណាឃើញទេតែគេខ្លះត្រូវជាប់អក្សរមានន័យថាអ្នកនាំចូលក៏ត្រូវបង់អក្សរពិសេសអ្នកផលិតទំនិញក៏ត្រូវបង់អក្សរពិសេសអ្នកផ្គត់ផ្គង់សេវាជាប់អក្សរពិសេសអញ្ចឹង3អ្នកហ្នឹងគឺត្រូវបង់អក្សរពិសេសត្រូវប្រមូលអក្សរពិសេសនៅពេលដែលគាត់ធ្វើការផ្គត់ផ្គង់ទំនិញឬក៏សេវាជាប់អក្សរពិសេសហ្នឹងបាទទី2ការនាំចូលអញ្ចឹងបុគ្គលជាប់អក្សរពិសេសគឺនិយាយរឿងអ្នកនាំចូលអ្នកផលិតទំនិញនិងអ្នកផ្គត់ផ្គង់សេវាចុះការនាំចូលអីទៅការនាំចូលអញ្ចឹងការនាំចូលសំដៅដល់សកម្មភាពនាំចូលទំនិញមកដែនគយនៃប្រជាណាចក្រកម្ពុជាអញ្ចឹងឲ្យតែនាំទំនិញចូលមកដែនគយនៃប្រជាណាចក្រកម្ពុជាអាហ្នឹងគេហៅថាការនាំចូលហ្នឹងអញ្ចឹងនៅពេលដែលគាត់នាំចូលមកដល់ដែនគយនៃប្រជាណាចក្រកម្ពុជាគឺគាត់ត្រូវបង់អក្សរពិសេសការនាំចូលសូមទោសអ្នកនាំចូលសំដៅដល់បុគ្គលណាមួយដែលធ្វើការនាំចូលដោយខ្លួនឯងឬក៏ដោយបុគ្គលដទៃណាអញ្ចឹងអ្នកនាំចូលមិនប្រកាសថាជាម្ចាស់តំណែងទេបើសិនជាអ្នកណាមួយដែលគាត់នាំចូលក្នុងនាមជាម្ចាស់តំណែងអាហ្នឹងក៏យើងចាត់ទុកថាជាអ្នកនាំចូលដែរបាទគោលដៅនៃវគ្គខណ្ឌនេះអ្នកទទួលតំណែងបុគ្គលជាម្ចាស់សិទ្ធិបុគ្គលដែលនឹងទៅជាម្ចាស់សិទ្ធិម្ចាស់កម្មសិទ្ធិឬក៏មានសិទ្ធិចាត់ចែងនៅលើកម្មសិទ្ធិទំនិញមុនពេលដែលទំនិញនោះឈប់ជាកម្មវត្ថុនៃការត្រួតពិនិត្យត្រូវបានចាត់ទុកថាជាអ្នកនាំចូលណា
ចឹងកន្លែងហ្នឹងដូចបញ្ជាក់ខាងដើមចឹងបើសិនជាគាត់មិនមែនជាម្ចាស់តំណែងទេប៉ុន្តែគាត់មានសិទ្ធិចាត់ចែងតំណែងហ្នឹងឬក៏គាត់នាំចូលជួសមុខឲ្យម្ចាស់តំណែងអញ្ចឹងកន្លែងហ្នឹងគឺគាត់ត្រូវទទួលកាតព្វកិច្ចហើយកន្លែងនេះគឺត្រូវបានចាត់ទុកជាអ្នកនាំចូលដែរណាទាំងអ្នកទាំងអស់គ្នានៅក្នុងនិយមន័យនេះគឺចាត់ទុកថាជាអ្នកនាំចូលដែរបាទការផលិតអីទៅការផលិតសំដៅដល់សកម្មភាពបំប្លែងវត្ថុធាតុដើមគុំដំឡើងវេចខ្ចប់ច្រកបំពេញឲ្យទៅជាផលិតផលពាក់កណ្ដាលសម្រាប់ឬក៏ផលិតផលសម្រាប់បាទអញ្ចឹងឧទាហរណ៍ដោយស្រាបៀរនៅស្រុកយើងគឺផលិតច្រើនគឺស្រាបៀរភេសជ្ជៈកំប៉ុងអីហ្នឹងគឺឆ្លងកាត់ទាំងអស់ហ្នឹងណាឆ្លងកាត់ការបំប្លែងវត្ថុធាតុដើមថតដោយស្រូវសាលីflavor ផ្សេងៗមានសម្បកកំប៉ុងហើយវេចខ្ចប់ទាំងច្រកឲ្យទៅជាផលិតផលសម្រាប់ឬក៏ផលិតផលពាក់កណ្ដាលសម្រាប់អាហ្នឹងគេហៅថាការផលិតចុះអ្នកផលិតអានេះការផលិតអានេះអ្នកផលិតសំដៅដល់បុគ្គលណាមួយដែលធ្វើការផលិតទំនិញឬក៏បុគ្គលណាមួយដែលជួលឲ្យបុគ្គលដទៃទៀតផលិតទំនិញឲ្យខ្លួនណាអញ្ចឹងមកន័យថាបើសិនជាក្រុមហ៊ុនឧទាហរណ៍ថាស្រាបៀរកម្ពុជាអញ្ចឹងផលិតដោយរោងចក្រស្រាបៀរកម្ពុជាអញ្ចឹងម្នាក់គាត់គឺជាអ្នកផលិតទំនិញប៉ុន្តែឧទាហរណ៍ថាសហគ្រាសផ្សេងគាត់អត់ផលិតខ្លួនឯងគាត់ជួលឲ្យណាជួលឲ្យស្រាបៀរកម្ពុជាផលិតតែមាន brand ផ្សេងឧទាហរណ៍ថាស្រាបៀរ A អញ្ចឹងទៅអញ្ចឹងគាត់ជួលឲ្យរោងចក្រស្រាបៀរកម្ពុជាផលិតអញ្ចឹងអាហ្នឹងក៏គេចាត់ទុកថាជាអ្នកផលិតដែរអ្នកចែកចាយសំដៅដល់បុគ្គលដែលធ្វើការផ្គត់ផ្គង់ទំនិញដែលនាំចូលឬក៏ផលិតដោយខ្លួនឯងឬក៏ទិញបន្តពីអ្នកនាំចូលឬក៏អ្នកផលិតអញ្ចឹងអ្នកចែកចាយគឺបុគ្គលដែលផ្គត់ផ្គង់ទំនិញដែលនាំចូលណានៅពេលដែលគាត់នាំចូលហើយគឺគាត់ចែកចាយទៅកាន់ទីផ្សារហើយហ្នឹងគឺមិនអ្នកចែកចាយឬក៏ផលិតដោយខ្លួនឯងណាជួនកាលគាត់ផលិតខ្លួនឯងហើយគាត់ចែកចាយទំនិញហ្នឹងវិញណាដល់រោងចក្រស្រាបៀរកម្ពុជាមិញគាត់ផលិតហើយគាត់ចែកចាយទៅកាន់ទីផ្សារដោយខ្លួនឯងបាទឬក៏ទិញបន្តពីអ្នកនាំចូលឬក៏អ្នកផលិតណាអញ្ចឹងអ្នកនាំចូលគាត់លក់ឲ្យអ្នកបោះដុំអ្នកបោះដុំគាត់លក់ឲ្យអ្នកលក់រាយអញ្ចឹងទៅឬក៏អ្នកផលិតលក់ឲ្យអ្នកបោះដុំអ្នកបោះដុំលក់ឲ្យអ្នកលក់រាយអញ្ចឹងទៅអញ្ចឹងទាំងអស់ហ្នឹងគឺចាត់ទុកថាជាអ្នកចាយបាទការផ្គត់ផ្គង់សំដៅដល់ការលក់ការដកយកមកប្រើប្រាស់ផ្ទាល់ខ្លួនឬក៏ការផ្ដល់ជាអំណោយលក់ក្រោមតម្លៃពិតនៅទំនិញនិងសេវាដោយបុគ្គលជាប់ប្រកបពិសេសណាដោយបុគ្គលជាប់ប្រកបពិសេសអញ្ចឹងកន្លែងហ្នឹងនិយមន័យគឺដូចនឹង VAT ដែរមកន័យថាការដកទំនិញប្រើប្រាស់ផ្ទាល់ខ្លួនការផ្ដល់ជាអំណោយលក់ក្រោមតម្លៃពិតហ្នឹងគឺចាត់ទុកឲ្យជាការផ្គត់ផ្គង់ជាប់ប្រកបដូចគ្នាណាទោះបីជាគាត់មិនទទួលសំណងក្តីឬអំណោយអីក៏អត់មានទទួលសំណងដែរប៉ុន្តែកន្លែងហ្នឹងគឺជាការផ្គត់ផ្គង់ជាប់ប្រកបតែមកកសំដៅដល់សញ្ញាតែមសម្រាប់បិទលើទំនិញជាប់អាករពិសេសដើម្បីបញ្ជាក់ថាបានបង់អាករពិសេសបាទអញ្ចឹងនៅពេលដែលទំនិញគាត់បានបង់អាករពិសេសហើយគឺត្រូវមានបិទតែមណាបិទតែមមុនពេលនាំចេញពីរោងចក្របាទមុនពេលនាំចេញពីរោងចក្រ9គឺអាករក្នុងជំពូកនេះសំដៅដល់អាករពិសេសបាទអញ្ចឹងឲ្យតែយើងអាននៅក្នុងបទបញ្ញត្តិស្ដីពីអាករពិសេសកន្លែងខ្លះគឺច្បាប់មិនសិនតែពីអាករទេអញ្ចឹងមិនន័យថាបើនិយាយពីរឿងអាករនៅក្នុងច្បាប់អាករពិសេសគឺសំដៅលើអាករពិសេសនឹងឯងបាទអញ្ចឹងយើងមកមើលទំនិញនិងសេវាជាប់អាករពិសេសមិញខ្ញុំបានត្រួសមកចំនួនរបស់បារីស្រាក៏ដូចជាសេវាលំហែកំសាន្តអីរាំងកាសាល់នេះអានោះតែជាប់អាករពិសេសប៉ុណ្ណេះឥឡូវយើងមកមើលអិតតែម្ដងបាទដោយមិនកំណត់ត្រឹមតែដូចខាងក្រោមនេះទំនិញឬក៏សេវាជាប់អាករពិសេសគឺមានទំនិញមួយចំនួនមានជាអាចហើយខ្លះទំនិញខាងក្រោមមានសេវាណាឥឡូវទំនិញជាប់អីខ្លះអញ្ចឹងផលិតផលទេសឡាហ្នឹងសំដៅលើប្រេងសាំងប្រេងម៉ាស៊ូតប្រេងយន្តហោះប្រេងលំអិលដល់ប្រេងប្រាំងប្រេងចកូតប្រេងផ្អប់លេខហ្នឹងអាហ្នឹងក៏វាស្ថិតនៅក្នុងប្រេងលំអិលដែរមួយទៀតគឺភេសជ្ជៈគ្មានជាតិសូរ៉ាមានជាអាចភេសជ្ជៈដែលមានជាតិឧស្ម័នដាក់ស្ករឬក៏សារជាតិផ្អែមមានក្លិនភេសជ្ជៈគ្មានជាតិសូរ៉ាដទៃទៀតលើកលែងតែទឹករ៉ែទឹកដោះគោនិងទឹកដមបន្លែបាទអញ្ចឹងមកន័យថាដកតែអានេះណាលើកលែងតែទឹករ៉ែទឹកដោះគោនិងទឹកដមផ្លែឈើដោយសារអីពួកនេះគឺវាអត់ប៉ះពាល់ដល់សុខភាពទេអញ្ចឹង
គេអត់យកកពិសេសទៅលើតំណែងអស់នេះទេបាទមិនដែលពួកខាងលើនេះដោយសារវាមានជាតិឧស្ម័នដាក់ស្ករដាក់រសជាតិផ្អែមដាក់ក្លិននេះទៅវាធ្វើឲ្យប៉ះពាល់សុខភាពអញ្ចឹងបានតំណែងទាំងអស់ហ្នឹងទៅជាប់កពិសេសហើយទៀតមានស្រាបៀរស្រាថាយើងច្រើនពួក whisky ហ្នឹងគេហៅស្រាប៉ុន្តែស្រាបៀរស្រាកំប៉ុងយើងដែលធ្វើពីស្រូវសាលីហ្នឹងគឺហៅស្រាបៀរអញ្ចឹងស្រាផ្សេងស្រាបៀរផ្សេងហើយបើយើងនិយាយទូទៅគឺវាស្តៀងតែគ្នាទេភេសជ្ជៈមេរ័យផ្សេងទៀតភេសជ្ជៈមេរ័យផ្សេងទៀតគេហៅស្រាមួយចំនួនស្រាខ្លះគេអត់ហៅជាស្រាគេហៅឈ្មោះផ្សេងអញ្ចឹងទៅភេសជ្ជៈមេរ័យផ្សេងទៀតឧទាហរណ៍ថាគាត់អត់យកគាត់អត់ប្រើឈ្មោះស្រាទេប៉ុន្តែគាត់ផ្សំឡើងពីគ្រឿងផ្សំដូចស្រាអញ្ចឹងទៅណាអញ្ចឹងកន្លែងហ្នឹងបានច្បាប់ទៅសេថាពាក្យផ្សេងទៀតណាផ្សេងទៀតឲ្យតែសមាសភាពផ្សំវាចូលនៅក្នុងចំណុចណាមួយគឺរឿងយើងត្រូវត្រៀបចូលនៅក្នុងប្រភេទតំណែងមួយហ្នឹងបាទមួយទៀតពាក់ព័ន្ធជាមួយបរិយស៊ីកាបរិយនិងបរិយគ្រប់ប្រភេទអញ្ចឹងមានបរិយស៊ីកាបរិយគ្រប់ប្រភេទហ្នឹងគឺត្រូវជាប់កពិសេសមូលហេតុគឺអានឹងប៉ះពាល់សុខភាពខ្លាំងណាស់គ្រឿងអេឡិចត្រូនិកណាគ្រឿងអេឡិចត្រូនិកដោយសារវាពិសេសចឹងទៅយកតូចចក្រយានយន្តរថយន្តគ្រឿងបន្លាស់យានយន្តផលិតផលផ្លាស្ទិកផលិតផលគ្រឿងសម្អាងបាទផលិតផលគ្រឿងសម្អាងនេះក៏ប៉ះពាល់សុខភាពមិនធម្មតាដែរផលិតផលកញ្ចក់ធ្វើគ្រឿងសំណង់ស៊ីម៉ង់បាទអញ្ចឹងទាំងអស់នេះគឺជាតំណែងចុះសេវាមួយចំនួនមានជាអាចមានន័យខ្លះទូរគមនាគមន៍ណាសេវាទូរគមនាគមន៍សេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសបាទអញ្ចឹងសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសហ្នឹងគឺជាសេវាពិសេសហើយអញ្ចឹងជាទូទៅអ្នកដែលមានលុយច្រើនទៅទេសចរក្រៅប្រទេសអញ្ចឹងថ្លៃសេវាដឹកជញ្ជូនហ្នឹងគឺត្រូវជាប់ប្រកបពិសេសសេវាលំហែកំសាន្តគឺបាន mention ពីដើមវីដេអូហើយគឺពាក់ព័ន្ធទៅដូចរាំងកាសាលការ៉ាអូខេហ្នឹងគឺកោសជប់ម៉ាសាហ្នឹងគឺត្រូវជាប់ប្រកបពិសេសដោយសារវាមិនចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋអញ្ចឹងកន្លែងនេះរដ្ឋាភិបាលអាចចេញអនុក្រឹត្យកំណត់បន្ថែមនិងព្យួរទុកនៅមុខតំណែងមួយចំនួនឬក៏សេវាជាប់ប្រកបពិសេសតាមការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាទអត្រាអាករពិសេសប្រមាណភាគរយអញ្ចឹងអត្រាអាករពិសេសត្រូវកំណត់ជាអត្រាភាគរយលើតម្លៃតំណែងឬក៏សេវាដែលជាមូលដ្ឋានគិតអាករឬក៏ជាតម្លៃកំណត់ទៅលើទម្ងន់ចំណុះទំហំឬក៏បរិមាណបាទអត្រាអាករពិសេសត្រូវបានកំណត់ដោយអនុក្រឹត្យតាមការស្នើសុំរបស់រដ្ឋមន្ត្រីនិងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏នឹងមានចេញហើយណាចេញហើយគឺតារាងអត្រាអាករណាអញ្ចឹងគេនឹងកំណត់ប្រភេទតំណែងមួយនេះឧទាហរណ៍ខ្ញុំឧទាហរណ៍ថាស្រាជាប់35%ស្រាបៀរជាប់30%អញ្ចឹងទៅអញ្ចឹងគាត់នឹងកំណត់លើតម្លៃអត្រាតាមផលិតផលមួយថាភេសជ្ជៈមានជាតិស្ករ 10% អញ្ចឹងទៅភេសជ្ជៈបើកម្លាំង 15% ភេសជ្ជៈផ្សេងទៀតដែលមានកម្រិតប៉ះពាល់សុខភាពតិចតួចហ្នឹងគឺមាន 5% អញ្ចឹងទៅបាទអញ្ចឹងមាត្រា90បើយើងបន្តពីមូលដ្ឋានកិត្តអាករពិសេសអញ្ចឹងមូលដ្ឋានកិត្តអាករពិសេសក៏ត្រូវបានកំណត់នៅក្នុងរដ្ឋប្រកាសស្ដីពីអាករពិសេសហ្នឹងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាទអញ្ចឹងមានប្រកាសកំណត់ពីវិសាលភាពនិងមូលដ្ឋានកិត្តអាករពិសេសអញ្ចឹងគេយកបែបណាឧទាហរណ៍មួយថាតំណែងដែលផលិតក្នុងស្រុកគេយកតម្លៃលក់គុណនឹង90%ណាគុណនឹងអត្រាអាករពិសេសអញ្ចឹងទៅតំណែងនាំចូលគឺយក100%តែម្ដងមូលហេតុយើងលើកទឹកចិត្តសម្រាប់ការផលិតក្នុងស្រុកដែរអញ្ចឹងបន្ថយមូលដ្ឋានទៅវិធាននិងនីតិវិធីគ្រប់គ្រងប្រមូលអាករនិងវិធាននិងនីតិវិធីនៃការគ្រប់គ្រងប្រមូលអាករពិសេសត្រូវបានកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាទអញ្ចឹងនឹងមានវិធានច្បាស់លាស់នៅក្នុងប្រកាសស្ដីពីអាករពិសេសហ្នឹងបាទអញ្ចឹងបន្ទាប់ពីចប់ច្បាប់សារពពន្ធនេះទៅខ្ញុំនឹងចូលទៅលម្អិតប្រកាសនីមួយៗនិងអនុក្រឹត្យស្ដីពីប្រភេទពន្ធនីមួយៗនឹងជូនអ្នកនរគ្នាហើយនឹងមានខ្ញុំមានលំហាត់មួយចំនួនចង់ចែកម្លែកបងប្អូនដែរដើម្បីឲ្យយើងអានច្បាប់កាន់តែយល់យើងមានឧទាហរណ៍មានជាការកែលំហាត់ថាករណីបែបហ្នឹងទៅជាប់ពន្ធប្រមាណទៅបងប្រមាណអីចឹងណាបងប្អូន
អញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងយើងនឹងបន្តវីដេអូក្រោយនៅចំពោះទី6និយាយពីអាករលើសាធារណៈអញ្ចឹងមុននឹងបញ្ចប់ខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាជួយ Subscribe Channel Tech Lecture ទាំងអស់គ្នាដើម្បីទទួលបាននៅវីដេអូថ្មីៗក៏ដូចជាការធ្វើបច្ចុប្បន្នភាពច្បាប់និងបទបញ្ញត្តិនានាពាក់ព័ន្ធជាមួយនឹងពន្ធដារកម្ពុជាបាទអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណ